ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាអភិត្តរេថកល្យាណេបាបាយតੰនិវេរយេតន្តិហੰហេករតោបញ្ញੰបាបស្មੰមរតិមនោអ្នកទាំងឡាយប្រញាប់ប្រញាល់ធ្វើនៅអំពើល្អគឺអំពើបុណ្យព្រោះថាបុណ្យកាលណាយើងយឺតយូរក្រធ្វើចិត្តនោះរមែងងាករេទៅរកនៅអំពើបាបនេះគឺព្រះដមេនុភាព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងចលិលក្ខសាដកទៀតនឹងដែលពីអ្នកប្តីប្រពន្ធតែមានការខ្វះខាតនៅសម្ព័ន្ធអាវសើស្បៃសម្រាប់ប្រើប្រាស់ប៉ុន្តែចុងក្រោយគាត់នៅតែលះបង់នៅសម្ព័ន្ធរបស់ខ្លួននឹងថ្វាយទៅដល់ព្រះសម្មាសម្ពុទ្ធតែគាត់នឹងបានឈ្នះហើយនឹងអញ្ចឹងទៅក៏ព្រះដមេនុភាអង្គទ្រង់សម្ដែងនៅបគាថាហ្នឹងទៅនឹងអញ្ចឹងក៏សូមពុទ្ធបរិស័ទជ្រះថ្លានៅក្នុងការបំពេញនៅសេចក្តីល្អយើងជ្រះថ្លាភ្លាមធ្វើភ្លាមទៅទុកយូរប៉ុននឹងវាបានតិចទៅបាបឆាបយកខ្លះយ៉ាងណានឹងអញ្ចឹងសូមជ្រះថ្លានៅក្នុងការបំពេញបុណ្យឲ្យបានរឿយនឹងតិចក្តីច្រើនក្តីចម្រើននៅកុសលធម៌ក្នុងសន្តានបានជាទីពឹងទៅក្នុងភពខាងនាយទៅណាសូមអានមោទនា